ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះមកបង្ហាញវីដេអូមួយពាក់ព័ន្ធនឹងឯកសារ PDF វីដេអូលើកមុនបង្ហាញពីរបៀបលុបទំព័រឯកសារ PDF ទុកតាជំរាបសួរបងប្អូនអរគ្នាវីដេអូថ្ងៃនេះមកបង្ហាញពីឯកសារ PDF វីដេអូមុនខ្ញុំបានបង្ហាញហើយពីរបៀបលុបទំព័រឯកសារ PDF ទុកតែទំព័រដែលយើងចង់បានហើយវីដេអូលើកនេះក៏មិនខុសពីវីដេអូលើកមុនដែរបង្ហាញពីការរក្សាទុកទំព័រដែលយើងចង់បានដោយមិនចាំបាច់លុបអញ្ចឹងមានសំណួរសួរថាតើធ្វើយ៉ាងម៉េចបើយើងមិនលុបទើបអាចរក្សាទំព័រដែលយើងចង់បាននឹងបានអញ្ចឹងតោះទៅមើលទាំងអស់គ្នាដើម្បីអាចរក្សាទំព័រដែលអ្នកទាំងអស់គ្នាចង់បាននេះហើយយើងលុបតែទំព័រណាដែលយើងមិនចង់បានអ្នកទាំងអស់គ្នាគ្រាន់តែចុចវិធីដ៏ងាយបំផុតអ្នកទាំងអស់គ្នាគ្រាន់តែចុចលើពាក្យថា print នេះមកនេះឃើញទេ print ហើយនៅត្រង់ print នេះសូមរើសយកពាក្យថា Microsoft Print to PDF នេះ copy one បន្ទាប់មកអ្នក copy one ចំនួនតែមួយស្លាត់បន្ទាប់មកអ្នកនរគ្នាមើលត្រង់ page នេះ click លើវាមួយមកហើយអ្នកនរគ្នាចង់បានទំព័រណាខ្លះឬក៏ទំព័រទីប្រមាណខ្លះបើសិនបើអ្នកនរគ្នាចង់បានទំព័រទី29 28អ្នកនរគ្នាវាយបែបហ្នឹងមកឬក៏យើងមិនប្រើបែបហ្នឹងទាំងអស់គ្នាប្រើពាក្យប្រើសញ្ញាក្បៀសបែបនេះមកនេះចង់បានប្រមាណកាត់ក្បៀសបែបហ្នឹងបន្តទៀតទៅនេះគឺជាវិធីដ៏ងាយបំផុតសម្រាប់អ្នកនរគ្នាដែលអាចយកទៅប្រើបានមិនថាអ្នកនរគ្នាប្រើនៅក្នុងកម្មវិធី PDF អ្វីនោះទេអាចធ្វើបានដូចគ្នាឥឡូវខ្ញុំយកពីទំព័រហ្នឹងទៅ28 29បន្ទាប់ពីយើងរើសទំព័រហើយអ្នកនរនេះអាចធ្វើបន្តទៅតាមអ្វីដែលយើងចង់ទុកបន្តមកចុចលើពាក្យថា print ខាងក្រោមនេះចឹងវាដើរមកហើយបន្តមកទៀតវាតម្រូវឲ្យយើង save ដាក់ឈ្មោះឯកសារខ្ញុំចាប់ដើម save ឯកសារនឹងមួយមកនេះដាក់ថា02បន្តមកយកពាក្យថា save វាដើរទៅហើយយើងទៅបើកមើលឯកសារដែលយើងបាន save វិញនេះឃើញទេមិនតាន់បានបើកមកវារត់ឲ្យយើងមើលនេះនេះមាន2ទំព័រឃើញទេនេះមាន2ទំព័រណា1 2ចឹងនេះគឺជាវិធីងាយក្នុងការ save យកទំព័រដែលយើងចង់បានដោយមិនចាំបាច់កាន់សម្រាប់បងប្អូនអរគ្នាមានចម្ងល់អីអាចសួរបន្តទៅសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងជម្រាបលាទាំងអស់គ្នា